rồng chia ấy tô lô ca chôn củaព្រះសាសនាកាន់ថាពីរោរៀបហើយពោលពីងទូលថាសូមករណាស្ដេចទ្រង់ជ្រាបមិនតាត់ថ្ងៃសៅរ៍700 ខែចែកឆ្នាំម្សាញ់ពុទ្ធសករាជ 2568 ត្រង់ថ្ងៃទី19 ខែមេសាឆ្នាំ 2025 ចឹងនេះសូត្រមន្តទេសនាឆ្លងបុណ្យឆ្លងចូលឆ្នាំនៅវត្តតាំងយកឆ្លងថ្ងៃស្អែកវត្តតាំងយកឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់ឆ្លងថ្ងៃស្អែកថ្ងៃអាទិត្យថ្ងៃសៅរ៍ប៉ុស្តិ៍សិលថ្ងៃអាទិត្យ800 ខែចែកឆ្នាំម្សាញ់ពុទ្ធសករាជ 2569 ត្រង់ថ្ងៃទី20 ខែមេសាឆ្នាំ 2025 នៅឆ្លងស្អែកមិនធ្វើតាមត្រៃលឹងឡើយអីលើយល់ខ្លាំងហើយដល់អំណាចព្រះមានបុណ្យបើបានស្ដាប់ទេសនាបញ្ញាខ្លាខ្លាំងលើមុនសូមព្រះដ៏មានមុនមានមុនត្រង់ទេសនាអនុគ្រោះពួងបរិស័ទដែលជួងខានដោយមោហាឲ្យកើតមានបញ្ញាប្រកបនេះទីនិញសូមអនុមោទនាលោកយាយលោកតាស្ដាប់នៅព្រះធម៌ទេសនាយកបញ្ញាគ្រប់គ្នាសូមអនុមោទនាខ្ញុំគួយមុខនេះគួយមុខពីកាមេរ៉ាចំទៅមកចង់កដាលតើចឹងថ្ងៃនេះគឺថ្ងៃសៅរ៍700 ខែចែកឆ្នាំម្សាញ់ពុទ្ធសករាជ 2568 ត្រង់នៅថ្ងៃទី19 ខែមេសាឆ្នាំ 2025 ចឹងថ្ងៃនេះផងដែរគឺសូត្រមន្តនិងទេសនាឆ្លង
ឆ្លងចូលឆ្នាំនៅឆ្នាំថ្មីនៅវត្តតាំងយ៉ណាចឹងវត្តជាច្រើនហ្នឹងក៏បានឆ្លងអស់ហើយនឹងចឹងហើយនៅវត្តខ្លះណាកំពុងតែឆ្លងបដាណាចឹងចំណែកវត្តតាំងយ៉នេះឆ្លងស្អែកណាថ្ងៃអាទិត្យ8រោចខែចែកឆ្នាំរោងឆ្នាំម្សាញ់ពុទ្ធសករាជ2569ត្រង់ថ្ងៃទី20ខែមេសាឆ្នាំ2025ចឹងវត្តតាំងយ៉ឆ្លងស្អែកចឹងវេលាក្រោយកាន់នេះផងដែរក៏ញាតិញោមប៉ុណ្ណឹងក៏បានជើញណាមកបានសូត្រមន្តផងដែរចតារោធម្មេវថន្តយវណ្ណោសុខੰពលំធัวគឺពរទាំងឡាយ4ប្រការគឺអាយុក៏សូមឲ្យញាតិញោមមានអាយុវែងវណ្ណៈក៏សូមឲ្យញាតិញោមមានពរសម្បល់កាយស្រស់ភ្លឺថ្លាល្អសុខៈក៏សូមឲ្យញាតិញោមសុខទាំងកាយសบายទាំងចិត្តពលៈក៏សូមឲ្យញាតិញោមមានកម្លាំងពលៈ9ទុកសោរោគានឹងសូមឲ្យបរិវាជាឆ្ងាយពរទាំងឡាយ4ប្រការក៏សូមកើតមានដល់ញាតិញោមណាម្ចាស់ដើមទានដើមសទ្ធាទាំងអស់កំបីក្លៀនក្លៀនហើយសូមអនុមោទនាបន្តអំពីលោកយាយព្រំក៏បានគោរពក្បោះក្បាយក៏បានសាទផុតទៅហើយក៏បានរតនាអង្គខ្ញុំគណៈអាត្មាភាពជាអ្នកសម្ដែងព្រះធម៌ទេសនានៅវេលាគ្រាឱកាសនេះតើអង្គខ្ញុំគណៈអាត្មាភាពមុននឹងសម្ដែងព្រះធម៌ទេសនាក៏សូមលើកកំបងអញ្ជលីនមស្ការថ្វាយបង្គំប្រជុំ3នៃត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាហើយក៏សូមចម្រើនពរដល់ញោមញាធម៌ដែនដីហើយក៏សូមចម្រើនពរដល់លោកយាយលោកតាញាតិញោមនិងពុទ្ធបរិស័ទនៅតាមគេហដ្ឋានផងដែរហើយក៏សូមចម្រើនពរដល់ញាតិញោមនៅក្នុងសាលាធម៌សាលាឆាន់នេះនឹងកំពុងតែអង្គុយត្រៀមត្រាចាំស្ដាប់ពធទេសនាដល់ខ្ញុំគណៈអាត្មាភាពនៅជាអ្នកសម្ដែងនៅវេលាក្រោយកាសនេះតើអង្គខ្ញុំគណៈអាត្មាភាពនេះក៏រៀនពុំសូវចាំចំណាំក៏ពុំសូវបានរៀននឹងក៏បានតិចផ្លេចនឹងក៏ច្រើនអង្គខ្ញុំគណៈអាត្មាភាពសម្ដែងទៅហើយមិនមានការលើលួងខ្វះខាតនឹងចិត្តជំនះអក្សរភាសាបាលីដោយសេចក្តីអធិប្បាយណាមួយក៏សូមលោកយាយលោកតាញាតិញោមមេត្តាខន្តីអភ័យអតោផងធម្មតាតម្រៃជើង4គង់តែមានផ្លត់អ្នកប្រាជ្ញស្ទាត់គង់តែមានផ្លេចអង្គខ្ញុំគណៈអាត្មាភាពចេះតិចគង់តែមានខុសមិនត្រូវណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈតន្តនន្តរធម្មងទេសាមិបន្តអំពីធ្វើបទនមស្ការដោយសង្ខេបបែបផ្លែនេះទៅអង្គខ្ញុំគណៈអាត្មាភាពក៏សូមលើកយកអំពីចូលឆ្នាំហើយនឹងការឆ្លងចូលឆ្នាំណាចឹងគឺចូលឆ្នាំថ្មីនេះណាចូលឆ្នាំនេះគឺមានតាំងពីបុរាណកាលមកណាបុរាណកាលការចូលឆ្នាំនឹងគឺមានតាំងពីយូរលង់ណាស់មកហើយកាលនោះដូនតាខ្មែរយើងនឹងគឺតែប្ររពចូលឆ្នាំថ្មីឬក៏បុណ្យចូលឆ្នាំហ្នឹងនឹងមានតាំងពីយូរលង់ណាស់មកហើយណាហើយនៅក្នុងឯកសារនៅតាខ្វាន់នោះក៏មានបញ្ជាក់អំពីបុណ្យការចូលឆ្នាំនេះផងដែរចឹងគឺចូលឆ្នាំសម័យមុននោះគឺញាតិញោមដូនតាយើងហ្នឹងខ្មែរយើងហ្នឹងគឺចូលនៅខែចុងខែមករាណាដើមខែបោះណាចុងខែ12ដើមខែមករាណាសម័យមុនហ្នឹងចឹងក៏លោកយាយលោកតាញាតិញោមដូនតាខ្មែរយើងហ្នឹងក៏នាំប្ររពចូលឆ្នាំហ្នឹង3ថ្ងៃណាចឹងទៅក៏នាំគ្នាប្ររពធ្វើជារឿយមករហូតណាមកដល់សម័យណាស្ដេចនឹងបតុមណាសូរ្យវង្ស
ចឹងស្ដេចបន្ទុំសូរយៈវង្សនេះគឺព្រះអង្គក៏មើលឃើញថាការចូលឆ្នាំពីបុរាណកាលមកហ្នឹងណាចូលដល់ចំខែរវល់ណាខែរវល់ណាចុងខែបោចុងខែមិត្តកសិកដើមខែបោហ្នឹងគឺខែនោះឯងត្រូវនឹងរដូវច្រូតស្រូវណាស្រូវហ្នឹងក៏វាទុំពេញស្រែណាហើយដំណាំដាំដុះហ្នឹងគឺត្រូវប្រមូលផលផងដែរអញ្ចឹងលោកយាយលោកតាញាតិញោមអ្នកកសិករកសិកម្មដំណាំដាំដុះហ្នឹងគឺរវល់ណាត្រូវការរវល់ហើយគឺមានភ្លៀងផងទៀតណាភ្លៀងណាចឹងទៅក៏ស្ដេចបន្ទុំសូរយៈណាសូរយៈវង្សហ្នឹងក៏ពិចារណាឃើញថាខែនោះជាខែរវល់ហើយក៏គិតមើលខែទៅមុខទៀតណាក៏ឃើញថាខែពិសាណាខែពិសាហ្នឹងប្រពដាក់ចូលឆ្នាំក្នុងខែពិសានឹងឲ្យត្រូវនឹងពុទ្ធសករាជណាដែលព្រះអង្គបរិនិព្វាននៅថ្ងៃអង្គារយាមអង្គារណា15កើតពេញបរមីខែវិសាខឆ្នាំម្សាញ់ឥឡូវយើងចូលឆ្នាំម្សាញ់ហើយដល់អញ្ចឹងទៅក៏ពិចារណាថាខែវិសាខហ្នឹងគឺត្រូវនឹងញាតិញោមនឹងដូនតានឹងញាតិញោមជាកសិករកសិកម្មហ្នឹងគឺត្រូវធ្វើស្រែណាចុះធ្វើស្រែធ្វើចំការខ្វែងដៃខ្វែងជើងអញ្ចឹងទៅក៏មើលមកឃើញខែចែកណាខែចែកនេះជាខែដែលញាតិញោមនឹងទំនេរហើយត្រូវនឹងខែរាំងឈ្ងួតផងដែរនៅចំណែកតែឆ្នាំនេះភ្លៀងចឹងហើយក៏ឃើញនៅខែចែកហ្នឹងខែទំនេរចឹងទៅក៏ស្ដេចបន្ទុំសូរយៈវង្សហ្នឹងក៏កំណត់យកនៅខែចែកណានៅខែចែកខែមេសាហ្នឹងគឺថ្ងៃទី14ខែមេសាណាអញ្ចឹងទៅក៏ឃើញថាខែហ្នឹងល្អហើយអញ្ចឹងទៅគឺស្ដេចបន្ទុំសូរយៈវង្សហ្នឹងក៏ប្រកាសណានៅមុខវង្សណាវង្សានុវង្សរបស់ព្រះអង្គហ្នឹងប្រកាសទៅដល់ប្រជារាស្ត្រទាំងឡាយណាឲ្យនាំគ្នាហ្នឹងចូលឆ្នាំនៅខែចែកណាខែចែកខែសកលហ្នឹងគឺខែមេសាណានៅខែមេសាចឹងទៅក៏ពេលនោះឯងគឺព្រះអង្គប្រកាសគឺនៅថ្ងៃច័ន្ទណានៅថ្ងៃច័ន្ទ12កើតខែមេសាឆ្នាំកុរណាពុទ្ធសករាជណាពុទ្ធសករាជនោះ1639ណាពុទ្ធសករាជនៅ1639នៅគ្រិស្តសករាជ1183ណាគ្រិស្តសករាជចឹងទៅក៏ញាតិញោមនិងដូនតាខ្មែរយើងក៏នាំគ្នាប្រារព្ធណាពិធីបុណ្យចូលឆ្នាំខ្មែរណាជាតិខ្មែរប្រពៃណីខ្មែរហ្នឹងគឺប្រារព្ធយកនៅខែចែកនិងខែមេសាថ្ងៃទី13 14ខែមេសាណាដេញចង្ក្រានចេញណាដេញមើលពេលវេលាថ្ងៃ13និង14ហ្នឹងចំមួយណាគឺចូលណាមួយនឹងឯងចឹងដោយឡែកឆ្នាំនេះគឺចូលថ្ងៃទី14ខែមេសាណាទី14ខែមេសាចឹងទៅក៏ញាតិញោមណាដូនតាខ្មែរយើងក៏នាំគ្នាប្រារព្ធណាធ្វើបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរហ្នឹងតាំងពីដែលស្ដេចបន្ទុំសូរយៈវង្សហ្នឹងប្រកាសឲ្យចូលឆ្នាំខ្មែរហ្នឹងមានលេងលបែងប្រជាប្រិយណាលបែងប្រជាប្រិយណាលបែងស៊ីសងហ្នឹងគឺព្រះអង្គមិនអនុញ្ញាតឲ្យលេងទេលបែងស៊ីសងមិនឈ្មោះថាលបែងប្រជាប្រិយចឹងពាក្យថាលបែងប្រជាប្រិយហ្នឹងគឺញញឹមសើចចឹងណានឹងប្រឹងប្រែងចឹងទៅណាលបែងដែល
យលបាយដើមកំសាន្តសបាយដូចជាចោលឈូងទាញព្រាត់ណាបោះអង្គុញលាក់កសែងលោកបាវណាលោកបាវបងទឹកដាក់ដបឯជាដើមនឹងទៅណាចឹងទៅក៏ញាតិញោមក៏ប្ររពចូលឆ្នាំនៅខែចែកខែមេសានឹងបន្តមកទៀតនឹងក៏ដល់ព្រះបាទអង្គឌួងណាព្រះបាទអង្គឌួងនោះក៏ឃើញថាចូលឆ្នាំនៅខែចែកគឺជាខែតំណែងល្អណាខែមេសានឹងគឺជាខែ5នឹងដែលប្រជារាស្ត្រពុទ្ធបរិស័ទញាតិញោមនឹងតំណែងពីការងារចឹងទៅក៏ព្រះបាទអង្គឌួងនោះក៏ប្រកាសខាងក្រោយទៀតហ្នឹងណាប្រកាសនៅថ្ងៃ4កើតណាថ្ងៃ4កើតខែចែកពុទ្ធសករាជណា2396ណាគ្រិស្តសករាជ1852ណាចឹងព្រះបាទអង្គឌួងនោះគឺព្រះអង្គប្រកាសឲ្យចូលឆ្នាំខ្មែរដល់ប្រពៃណីជាតិខ្មែរឆ្នាំថ្មីហ្នឹងគឺឲ្យលេងល្បែងប្រជាប្រិយដែរណាព្រះអង្គមិនអនុញ្ញាតឲ្យលេងល្បែងស៊ីសទេចឹងល្បែងស៊ីសមិនឈ្មោះថាល្បែងប្រជាប្រិយទេល្បែងអស់លុយណាចឹងទៅក៏ញាតិញោមនាំគ្នាប្ររពធ្វើបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនឹងតាំងពីចំនួនដើមនឹងតរហូតមកដល់សប្តាហ៍ថ្ងៃនេះឯងណាចឹងគឺបុណ្យចូលឆ្នាំនេះគឺមានហេតុ4យ៉ាងនិងហេតុទី1នោះគឺញាតិញោមនឹងបានជួបគ្នាទីចិត្តទីឆ្ងាយណាមកជួបជុំគ្នាតាមទីវត្តអារាមនានាណាហើយហេតុទី2នោះគឺដើម្បីបាំងស្គលរាប់បាតបាំងស្គលណាអតិថមគ្គផលនេះជូនទៅដល់ដួងវិញ្ញាណខណ្ឌបការីជនរបស់ខ្លួនបានបែកការនៃខណ្ឌពីលោកនេះទៅហ្នឹងណាយូរយាយក្តីឬថ្មីនេះក្តីក្រែងលោកទាំងអស់នោះផ្លត់សតិដោយប្រការណាមួយដោយសារតែចិញ្ចឹមកូនចៅប្រុសស្រីនឹងធ្វើបាណាតែបានសម្រាប់ជីវិតត្រីសត្វតូចធំជាដើមហ្នឹងឬក៏កັບកេងណាបលាយបឡំនឹងអ្នកដតីនឹងដើម្បីបានកម្រៃប្រាក់ការទាំងអស់នោះយកមកចិញ្ចឹមបុត្រធីតាទាំងឡាយណាចិញ្ចឹមកូនចិញ្ចឹមចៅហ្នឹងចឹងហើយហេតុទី2នេះគឺដើម្បីឲ្យញាតិញោមនឹងបានរាប់បាតបានស្គររាប់បាតដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណខណ្ឌបព្វការីជនមានមេត្តាបិតាយាយតាជីដូនជីតាកុមារនិងញាតិកាក្នុងសង្សារវដ្តផងដែរព្រោះក្នុងសង្សារវដ្តនេះវិលកើតមិនឈប់ឈរទេណាវិលកើតជួនកាលទៅជាតិនេះកើតជាមនុស្សជាតិខាងមុខទៅបើខ្វះបុណ្យទៅណាដោយព្រះអង្គសានវិរេណាតែខ្វះបុណ្យជាការទៅកើតជើង4កតុយមួយចឹងទៅណាចឹងហើយយើងបានកើតជាមនុស្សនេះគឺមានបុណ្យខ្ពស់ណាស់អញ្ចឹងកំណើតចេញពីមនុស្សទៅនេះគឺមាន2កំណើតអ្នកមានបុណ្យនោះគឺទៅកើតទីដពងខ្ពស់និងកំណើតដែលអ្នកសន្សំបាបនោះគឺទៅកើតទីដល់ទីពំរៀបស្មាណាអញ្ចឹងហេតុទី3ណាហេតុទី3នោះគឺដើម្បីសុំនៅសេចក្តីសុខណាឬក៏សូត្រមន្តណាតាមផ្ទះសូត្រមន្តបាំងស្គរសុំនៅសេចក្តីសុខផ្សេងជាដើមណាសុំឆ្នាំចាក់នឹងផ្លាស់ទៅនឹងដែលមានទុកកង្វល់ផ្សេងដែលរមទទួលទានមិនមានមិនបាននោះចាំហើយក៏សូមនៅឆ្នាំថ្មីសូមឲ្យកូនចៅឆ្នាំនេះឆ្នាំថ្មីសូមឲ្យរទទួលទានមានបានមានលៀបហេងជាដើមទៅណាសូមពីការសូត្រមន្តអំពីព្រះសង្ឃព្រះពុទ្ធសាសនាព្រះរតនត្រ័យមិនអស់ចិត្តនោះគឺសូមតាមទីកន្លែងដែលគេបូជានៅដូចជាលោកតាឃ្លាំងមឿងដូចជាលោកយាយម៉ៅណាតាគ្រាជាដើមហ្នឹង
ចឹងហើយដូចជាលោកយាយយ៉ាដូចជាដើមហ្នឹងចឹងទៅក៏មានការបន់ស្រន់សុំនិងលៀបសុំជ័យជាដើមហ្នឹងឯងហើយហេតុទី4នោះគឺការកំសាន្តការកំសាន្តសប្បាយការកំសាន្តសប្បាយមានល្បែងប្រជាប្រិយជាដើមហ្នឹងទៅមានចោលឈូងទាញព្រឹកអ្នកប្រសែងអីជាដើមហ្នឹងហើយឬក៏សប្បាយតាមរមណីយដ្ឋានផ្សេងមានដូចជាប្រាសាទអង្គរឬក៏តាមសមុទ្រតាមស្នេហ៍ណាមួយចឹងទៅអញ្ចឹងគឺហេតុទី4នោះគឺជាហេតុដែលការកំសាន្តសប្បាយអញ្ចឹងគឺចូលឆ្នាំនេះមានតែ3ថ្ងៃ3ថ្ងៃនឹងចង្ក្រានហ្នឹងដូចយើងមើលទៅដុំចង្ក្រានអត់មាន4ទេមានតែ3ទេអញ្ចឹងឲ្យតែឈ្មោះសង្ក្រានហ្នឹងគឺមានតែ3ទេអញ្ចឹងមហាសង្ក្រាននេះគឺជាពេលវេលាដែលមកដល់ថ្មីពេលវេលាឬក៏ពេលវេលាដែលត្រូវកំណត់យកឬក៏ពេលវេលាដែលកំណត់ឲ្យចូលឆ្នាំចូលឆ្នាំដែលពេលវេលាខែដីនិងព្រះអាទិត្យនឹងវិលចេញពីទីណាវិលមកដល់ចំណុចនឹងវិញនឹងគឺឲ្យឈ្មោះថាពេលវេលាមកដល់ថ្មីអញ្ចឹងគឺឲ្យឈ្មោះថាមហាសង្ក្រាន្តមហាសង្ក្រាន្តរីឯវរៈបណ្ឌបត្តិនោះនឹងគឺជាអញ្ញាកដាលដូចយើងសរសេរលេខ101 101មាន0កដាលអញ្ចឹងគឺវរៈបណ្ឌបត្តិហ្នឹងគឺជាអញ្ញាកដាលនៅកណ្ដាលហើយនៅខាងចុងគឺវរៈឡើងស័ក្តិវរៈឡើងស័ក្តិចឹងវរៈឡើងស័ក្តិនេះគឺជាការផ្លាស់ប្ដូរបុណ្យស័ក្តិនៈទូនាទីរបស់ទេវតារបស់ឆ្នាំនីមួយស័ក្តិហ្នឹងសួរទៅសាំហ្នឹងហើយទៅសាំគាត់ធ្លាប់ពាក់ស័ក្តិហ្នឹងកាលពីជំនាន់ដើមគេរាប់ឯតោត្រីរៀនពីថ្នាក់ទី12ទៅទី1ចឹងសម័យនេះគេរាប់ស័ក្តិគេរាប់អំពីត្រីតោឯងត្រីតោឯងពីទី1ទៅទី12ហើយវរៈឡើងស័ក្តិនេះគឺជាការផ្លាស់ប្ដូរឆ្នាំចាស់ដាក់ផ្លាស់ប្ដូរវេនទេវតាផងផ្លាស់ប្ដូរឆ្នាំចាស់ហ្នឹងផ្លាស់ចូលឆ្នាំថ្មីដូចជាពុទ្ធសករាជ2568ចឹងផ្លាស់ចូល2569ហើយគ្រិស្តសករាជ2024ចឹងផ្លាស់ចូល2025ចឹងគឺវរៈឡើងស័ក្តិហ្នឹងគឺការផ្លាស់ប្ដូរផ្លាស់ប្ដូរនឹងរវាងឆ្នាំចាស់និងឆ្នាំថ្មីរវាងស័ក្តិនិងទេវតារបស់កបិលមហាព្រហ្មជាបុត្រីចឹងគឺការចូលឆ្នាំនេះឯងគឺនៅក្នុងព្រះពុទ្ធសាសនាយើងតែងតែលេងល្បែងប្រជាប្រិយតែឥឡូវហ្នឹងគឺបាត់បង់បដាអស់ហើយកាលសម័យ8ជាងថ្ងៃនោះអាត្មានៅតូចទៅដើរលេងសប្បាយណាស់អត់ឈូសអត់អង្គុញអីជាដើមហ្នឹងសប្បាយហើយក៏គ្មានវាយគ្នាអីណាណីទេគិតតែលេងសប្បាយកាលសម័យហ្នឹងអញ្ចឹងគឺការចូលឆ្នាំនេះតាក់ទងនៅរឿងធម្មបាលនិងកបិលមហាព្រហ្មធម្មបាលនិងកបិលមហាព្រហ្មអញ្ចឹងកាលដ៏យូរលង់ណាស់ទៅហើយមានសេដ្ឋី2នាក់ប្តីប្រពន្ធហើយមានកូនប្រុសមួយឈ្មោះធម្មបាលកុមារចឹងទៅគឺកូននឹងដឹងតែវាចង់តែរៀនទេវិជ្ជាណាក៏ដោយឲ្យតែលឺគឺរៀនណាអ
chân miền đa bay đa chia sẻ thay ở tại côn trong riêng nó cứ bự chú này là chân cao tôi riêng nó cô tại cả xe la chân cao tôi riêng cô mẹ theo tôi riêng cô riêng nó say là riêng cầm pi trai về riêng nó pi ca tu tiên hao ra cướp xong ban giang riêng nó pi ngang cô chơi cho đàm này hay là hôm đó là chết tesna chết bộ sakara chơi cho đàm tiền chân tơ còn miền đó là pe cô nông riêng chết chọc đó là hay miền đá chết đây phải chun trộm sầm bạc ai riêng hay bờ sân tại cồn kháng là bằng mai âu chia sẻ thay chân là tàu riêng ngày chlong là cô chlong hai thì chân chlong bật tên thì chân là bằng đôi chai ấy tầm trua nó ấp riêng là đào lên bạc rằng này tại trong này không mà bà cầu mà nó kết tập bị không riêng nằm mình hay pe ra từ tua bạc bành nhà bị miệt đàm nó cứ tục đạn sầm rạp tại riêng tại còn ai nàng cứ chai ở trong một buổi chiều rồi bọc luôn nàng trong tàu của riêng trên có pi trai về không chết tu tiên chết tăng pi diêm tăng pi ấy group sau ban giang nàng tới có tập lọc tập tiền với miền đàm bành đá thơm và xa là là muối nâu chích đồng chây mật tận lề là chân tơ có còi màu tiền nó cứ thông mà ba cầu mà nó trên tài tụt tia ấy giờ đang mơ chừng ngư khla chân tơ là mơ hao mơ tia du tới có là bay tơ tới nàng chết tình tê na nàng phải vô bò để sát đi nàng oi chết nàng oi miên cao thang thua bay giang á nàng trả giá thua sẽ chi một thua quân một thua cho đam năng chân tơ có tê ra để việc sạ tự có ban một đập không đài là một đập thăm ở ba câu mà chân cục mà thăm ở ba câu mà nó cứ nhiệt nhôm bớt bỏ sạch chỉ đẹp là nó chưa nè đất thu bom sram tá thăm ở ba câu mà chân tơ có là bay từ đây có bờ mà prum nó nè có bờ mà prum nó còn miền sạch đây ta sạch đây cao đó là miền biển nè trong nè cho môi lưỡi cái bắp năng chân tơ có trồng màu là trồng máu vật chua cho môi thăm ở ba câu mà hay có các bạn mà prum suốt hàng nên ngay chia thăm ở ba câu má là chân tơ có thăm ở ba câu má các bạn bạc hàng nhung một bật mà đi trong này ai là chia thăm ở ba câu má hay lưu sâu tại nè năng lộc bay là dây ta nông mà nụ sờ lồng nắng chưa được chia ra là thăm ở ba câu má mé rứ nói là trong nó thăm ba của ma đang bật mang hai mà đi biên nàng miền tây và đa khác còn màu đậm mèn côn thò mèn côn bằng nhom đai chẳng tới có ba mà prom nó có bàn xua prasna bay khò lâu đi dương xua prasna bay khò tổng nè nàng bàn nè slide ruồi dương nàng cặp xe ở xa bao giờ nó bố chia phải thua hai bạn nè slide mình nuôi tê nè có trăng cắt các bạn nó bố chia phải thua đôi khi lâu đi dương đã ai nè bay ngay bạn nè slide nó bay ngay dương trồng ngò mà đầu tiên bạn nè slide mình ruồi bạn nè slide ruồi dương trăng cắt xe ở xa bố chia phải thua bạn nè slide mình ruồi trăng cắt các bạn là cắt co bố chia phải thua là pê đèn dây nắng anh tri mô có nâu chích năng đá lư là lư chân tấu là hai pê cần năm bay ngày là ban ngày tìm pi chân tấu mà đài phục mấy thay lại cô nâng slide sum nua và ba có ban hà prum mình ruồi chân tấu thay tàu xua côn hay côn tham bọc bật lộ bọc phục này mà đài ai công thay hay côn miền trong này chia bình luôn hai nằm mà bạch ruồi bạch thay bạch barong nằm chư tê đặt anh tê phần tam cam bích rồi tần thời tê
នឹងប៉ុន្តែលួងឪពុកម្ដាយនឹងក៏មកភ័យណាក៏មកឈឺដល់ពេលឪពុកម្ដាយនឹងមកផ្ទះវិញទៅក៏ធម្មតាចេញណាដើរចេញអំពីប្រាសាទហ្នឹងទៅណាដើរឲ្យផុតដោយសាររកសំណួរ3ខណារបស់មនុស្សសលោកហ្នឹងណាទស្សនា3ខហ្នឹងណាទស្សនាសេរីសួស្ដី3ប្រការណាសេរីសួស្ដី3ប្រការនឹងចឹងទៅក៏រកមិនឃើញមិនដឹងថាសេរី3ប្រការរបស់មនុស្សលោកហ្នឹងមិនដឹងថានៅកន្លែងណាចឹងទៅដេកគិតដេកជុជជឹងរកមិនឃើញចឹងទៅក៏អស់សង្ឃឹមណាក៏ដើរចេញទៅណាថាចេញឲ្យឆ្ងាយឲ្យផុតទៅណាចឹងទៅក៏អស់កម្លាំងល្វើយទៅក៏ដេកក្រោមដើមថ្នោតទៅក៏លើអន្ត្រីណាអន្ត្រីបណិតប្តីប្រពន្ធហើយមានកូន2ណាកូននឹងតាមថ្ងៃនេះទុកម៉ែនឹងយកសាច់មកតិចកូនស៊ីអត់ឆ្អែតទេស៊ីអត់ឆ្អែតហើយទុកមកតាមធ្វើម៉េចបើទុករកបានប៉ុណ្ណឹងឥឡូវនេះមិនអីទេស្អែកហ្នឹងកូននឹងបានសាច់ឆ្ងាញ់ហើយណាសាច់ឆ្ងាញ់នេះសាច់ពិសេសណាសាច់ពិសេសដល់អញ្ចឹងទៅក៏ភរិយាឮថាសាច់ពិសេសអីទៅហើយណាសាច់ពិសេសអីស្អែកហ្នឹងគឺដល់ពេលដែលធម្មបាលកុមារហ្នឹងឆ្លើយដោះប្រាថ្នារបស់កបិលមហាព្រំហើយធម្មបាលប្រហែលជាឆ្លើយមិនរួចទេនៅនឹងត្រូវកាត់ក្បាលនឹងថ្វាយកបិលមហាព្រំហើយណាចឹងទៅក៏ពេលនោះឯងក៏ភរិយាសួរថាចុះប្រាថ្នា3ខសេរីសួស្ដី3ប្រការហ្នឹងយ៉ាងម៉េចទៅចឹងទៅស្វាមីនឹងប្រាប់ណាសេរី3ប្រការហ្នឹងទី1ហ្នឹងពេលព្រឹកនៅក្នុងមុខណានៅក្នុងមុខចឹងទៅមនុស្សពេលងើបពីដេកគឺត្រូវលុបមុខទៅមានសេរីសួស្ដីពេលនោះឯងធម្មបាលកុមារឮសំណួរទី1ងើបភ្លាមខំទៀងតិចណាទៀងតិចចឹងទៅប្រពន្ធសួរចុះសេរីទី2នៅកន្លែងណារបស់មនុស្សលោកហ្នឹងចឹងស្វាមីក៏ប្រាប់ថាសេរីទី2ហ្នឹងគឺនៅពេលថ្ងៃត្រង់គឺនៅនឹងដើមទ្រូងមនុស្សយកទឹកលាបដើមទ្រូងទៅគឺមានសេរីសួស្ដីចឹងប្រពន្ធសួរចុះសេរីទី3នៅកន្លែងណាចឹងទៅក៏ស្វាមីនេះគឺប្រាប់ថាសេរីទី3ហ្នឹងគឺពេលល្ងាចនឹងមនុស្សពេលចូលដំណេកដេកហ្នឹងគឺត្រូវលាងជើងសម្អាតជើងទៅមានសេរីសួស្ដីនឹងទៅមានសេរីសួស្ដីឥឡូវអាត្មាភាពចង់បញ្ជាក់អំពីសេរី3ប្រការហ្នឹងណាសេរីទី1ពេលព្រឹកគឺនៅនឹងមុខណាយកទឹកលាបមុខហើយនៅពេលព្រឹកណាសេរីនៅក្នុងមុខបើយើងយកទឹកលុបមុខហើយបើមិនយើងជេរគេជេរអីណោះនិយាយដើមគេនឹងនិយាយញុះញង់គេជាដើមនោះមានសេរីអត់ញោមណាគឺអត់មានទេណាសេរីនឹងជួយអត់បានទេអញ្ចឹងណាអញ្ចឹងគឺសេរីហ្នឹងគឺលុបតែមុខហ្នឹងលុបត្រាតែមាត់ជើងហ្នឹងមិនជេរគេមិននិយាយដើមគេមិននិយាយចាក់ជូតនឹងចាក់ចុចឲ្យឆ្កាំគេហ្នឹងទៅនឹងទៅសេរីនឹងជួយបានណាទៅសេរីនឹងជួយបាននឹងសេរីនៅមុខហ្នឹងគឺនៅក្នុងមាត់ហ្នឹងឯងណាមាត់កាលណាតែនិយាយដើមគេអីជាដើមហ្នឹងគឺនិយាយញុះញង់គេហ្នឹងគឺមាត់អត់មានសេរីទេណាហើយសេរីទី2ថ្ងៃត្រង់ថានៅដើមទ្រូងនោះគឺនៅនឹងចិត្តរបស់យើងនៅចិត្តទោះបីយកទឹកទៅលាបទ្រូងយ៉ាងណាបើចិត្តវាក្តៅទៅហើយលាបអត់ទឹកពីពីងទៀតក៏នៅតែមិនត្រជាក់ដែរណាអញ្ចឹងហើយចិត្តហ្នឹងគឺយកទឹកចិត្តហ្នឹងប្រក្រាបណាយើងចេះទាញណារឿងណាដែលបានដឹងបានឮហើយហ្នឹងយើងចេះតែ
ตุกเต้านะตุกจะงอมในขนมจับเต้านะจังชมัวทาเมียนสลายหายนะลือปินนาก็ได้ดังเป็นนั้นตุกแต่ขนมจับนั้นนะมันไปแต่ปรับเนี่ยเราเตยเซย์ยังก็ปองโอในเต้นะจังตุกแต่ขนมจับนั้นคือเมียนสลายสูสลายหายให้สลายเป็นอย่างเงี้ยคือเนาหนังเจิงยอดตึกตะเลียงเจิงให้โจมเด็กบางเมียนสลายแต่เบอร์ยอดแต่ตึกเลียงเจิงให้น่ะดาวโดยตรงสมบัติเนี่ยเราเตยเนาะโยนเจิงมันดาวแต่จุมาจุไอ้นั้นน่ะหรือก็โยนเจิงตัดตัดแค่เกยจะดาวนั้นอัดเมียนสลายเตนั่งสลายนั่งจุยเล่นบานให้ยันโยมเอ้ยน่ะสลายจุยเล่นบานให้จังลูกตาตายสลายเป็นอย่างงี้นอนหนังเจิงนั้นลูกตาแต่เลี้ยงเจิงให้จูเด้จังนั้นน่ะมันโยนเจิงดาวแต่ดูช็อปตรบสมบัติในดอกเตยนั่นคือบานศอกนั่นคือสลายนั่นจุยบานนั่งจังเมียนเรื่องประดิษฐ์มวยนั่งเมียนเจิงนั่งได้เมียนมอดนั่งจัดจัดนั่งกระเปียจังเต้าเนี่ยต่างไปต่างบนประตูนี้ประตูนี้จังเต้าchừng nó đào tàu đào tấu đài nó quay kỳ hay đào pe thì chặt đạn cục tấu cà phê nó bị liền cà phê nó bị liền tấu nó tấu bật tấu đài mình chừng mà mình chừng ai nó đào tấu ao đài nó quay kỳ nó ban thì chặt đạn nó tấu dừng chia cà phê nó liền hay đó là chân tấu đài nâng chương nó cứ bật tụt nè nó nè mơ flow ao dương đào tàu bay kê đọc nè nó bật tụt chặt nâng nè rồi nè nó oi phong sầm lăng kê sầm lăng kê chỉ đào nâng tàu nàng chân nông tua luôn dân tầng ngọt nó này cứ miên tại mùi tê cứ chặt nâng ai chỉ nè bệnh chia tầng hấp nàng bệnh chia chân bệnh chia đai bệnh chia muôn bệnh chia nên bệnh chia từ chia bàn đưa cái gì đang sắp nó phong tiền mà nó nhung nó chọn đằng rừng kê chẳng ai cứ nông luôn chứ cứ chặt nó chia một tiền một không ai đài miền rừng bị hộ cà phê tê đã trồng cày phật tài bờ riêng cừu bờ riêng sân rộng bường đang tới tây na ăn được luôn anh chạy đâm đang tới tôi chụp presama xong bước bom tham bị không cà phê tê tham ta bị không cà phê tê chơi ngon tới ba đâm rương cha nó o luôn anh nó là toàn bằng tôi thơ samadhi cầm than ấy chẳng tấu có rung thiệt luôn chôn tục bì tàu tam sân rồi bọc luôn pram nè là chôn tục bì nữa là bị khổ buồn óng xăm này mùi xăm này túi bàn tay bèo là hòn ói nữa chẳng tấu có tàu xong bị khổ tim muôi ở tập tuôn xong bị khổ tim pi ở tập tuôn xong khổ tim bay ở tập tuôn khổ tim buồn ở tập tuôn nàng lại ra trong ai cừu bọc luôn nó đạm miền niên nàng ai thà đạm miền niên chó còn đồng can luôn thà luôn ai chạy ai chân tơ chạy đầm trà nhưng tấu lịch là rừng flow tàu một piên nó lịch flow tàu một piên chân tấu xong xăm mà này rồi mình tập tua chân xăm mà này tập tua ai tấu đu tực đu tực đu chọc trầm cho công ọt vô chọc trầm chỉ cái ọt vô chọc trầm co ọt vô chọc mà lên các bạn ấy đu vô màu chẳng tấu xăm mà này nắng đọc về bị khổ nắng bị muốn cừu sang mà này nắng cừu tầng bị khổ tầng buôn hoang nắng chẳng tấu xăm mà này chia ra là hòn chẳng xăm mà này đọc về bị khổ thả lâu khi nhungประกาศนาส่งส
មណេរជាគ្រូរបស់ខ្ញុំកណាហើយសូមសូមព្រះអង្គគ្រូសាមណេរជួយប្រាប់ផ្លូវដល់ខ្ញុំម្ចាស់ផងណាចឹងទៅក៏សាមណេរប្រាប់ថាដបូងមួយមានរុន7ណាដបូងមួយមានរុន7ណាមានរុន6ណាដបូងមួយមានរុន6ណាហើយមានសត្វសសរនៅក្នុងដបូងនោះហើយបើចង់ចាប់សត្វសន្សំក្នុងដបូងមួយអស់គឺត្រូវធ្វើយ៉ាងម៉េចណាអញ្ចឹងភិក្ខុនឹងឆ្លើយថាចូលទៅចាប់ក្នុងនោះអស់ណាអញ្ចឹងសាមណេរថាគេមិនធ្វើអញ្ចឹងទេគេបិទរុនឲ្យអស់ទុកតែរុនមួយទេណាចេញមកចាប់អញ្ចឹងយ៉ាងណាមិញក្បាលយើងមានភ្នែក2មានច្រមុះ2មានត្រចៀក2មានចិត្តមួយអញ្ចឹង7ណារុន7ត្រូវហើយណាចឹងទៅបាត់រុនភ្នែកបាត់រុនមាត់បាត់រុនត្រចៀកណាទុកតែចិត្តមួយណាចាំតែចាប់ចាំទៅទាញណាចិត្តឯងទៅដល់ណាយើងទាញមកវិញណាចឹងយើងទាញមកចឹងស្មើនឹងយើងណាចិត្តយើងនេះបើសិនតែបដោយទៅគឺទៅឆ្ងាយនឹងទៅឆ្ងាយនឹកយូរទៅជាល្វើល្វាយទេណាចិត្តរបស់យើងបដោយពេកល្វើល្វាយញ៉ៃនិយាយក៏និយាយតែឯងឡើយណាអញ្ចឹងយើងទាញចិត្តនឹងមកឲ្យនៅក្នុងខ្លួនយើងវិញណាអញ្ចឹងពិធីបុណ្យចូលឆ្នាំនេះគឺការទេសនាចូលឆ្នាំនៅឆ្លងនៅពាក្យថាឆ្លងអញ្ចឹងឆ្លងចូលឆ្នាំនេះគឺឆ្លងស្អែកអញ្ចឹងឆ្លងនេះឆ្លងមានច្រើនយ៉ាងណាឆ្លងមានច្រើនយ៉ាងឆ្លងបលាយឆ្លងស្ទឹងឆ្លងទន្លេឆ្លងសមុទ្រឆ្លងភូមិឆ្លងឃុំឆ្លងស្រុកឆ្លងខេត្តឆ្លងប្រទេសគឺមិនផុតនៅសេចក្តីទុក្ខទេណាឆ្លងទាំងអស់នោះមិនឈ្មោះថាផុតទុក្ខឡើយណាដូចជាឆ្លងវាល3លំ4ចឹងឆ្លងវាល3នេះគឺទី1ទោសៈមោហៈលោភៈណាចឹងឆ្លងវាលខឹងកាលណាតែយើងនៅខឹងមិនទាន់ឆ្លងរួចទេនឹងវាល3ហ្នឹងគឺទោសៈមោហៈលោភៈនេះឯងនឹងកាលណាតែយើងនៅខឹងឆ្លងបើសិនតែយើងបាត់ខឹងយើងឆ្លងវាលទី1រួចវាលទី2មោហៈគឺវង្វេងនឹងវង្វេងមិនស្គាល់របស់ខ្លួនឯងមានប្រមាណណាគោខ្លួនឯងមានតែ10គោទេជូមួយថាគោខ្លួនឯងទាំងអស់ណាមិនវែងមិនស្គាល់ព្រំដីខ្លួនឯងណាវែងមិនស្គាល់ទីកន្លែងខ្លួនឯងហ្នឹងព្រះអង្គឲ្យឈ្មោះថាមោហៈណាមោហៈហ្នឹងគឺវង្វេងកាលណាបើយើងស្គាល់របស់ខ្លួនឯងទីកន្លែងរបស់ខ្លួនឯងត្រឹមណាយើងស្គាល់យើងប្រើតែត្រឹមហ្នឹងទៅហ្នឹងគឺឈ្មោះថាយើងបានឆ្លងណាឆ្លងនៅវាលវង្វេងនឹងយើងស្គាល់ខ្លួនយើងស្គាល់របស់យើងជាដើមទៅហើយវាលទី3ហ្នឹងគឺលោភៈណាការលោភលន់នឹងលោភលន់ចង់បានគួរប្រមាណចង់បានរបស់គេណាចង់បានរបស់គេយកមកធ្វើរបស់ខ្លួនឯងហ្នឹងគឺឆ្លងអត់ផុតណាឆ្លងអត់ផុតទេវាលទី3ហ្នឹងអញ្ចឹងគឺតោសៈនេះកាលណាតែខំគឺធ្វើឲ្យធ្លាក់នរកណាធ្លាក់នរកណាហើយមោហៈនេះគឺធ្វើឲ្យធ្លាក់ទៅកើតជាប្រែតណាហើយការចង់បានណាការលំលន់ចង់បានក៏កើតជាប្រែតឬក៏កើតជាសត្វជើង4កតុយមួយហ្នឹងទៅណាលោភៈហ្នឹងហើយចំណែកលំ4នោះគឺកាមោខៈភវោខៈទិដ្ឋោខៈអវិជោខៈណាកាមោខៈនេះគឺបានន័យថាអត់លំកាមណាលំកាមនោះបានន័យថាសេចក្តីប្រាថ្នានោះមិនចេះចប់ណាចង់បានប្រពន្ធមួយចង់បានមួយទៀតណាចង់បានតែក្មេងរហូតចឹងទៅណាហើយលំទី2នោះគឺលំភវោខៈណាលំភពណាគឺលំជាប់ជាពាក់
đầy sài tiệc sầm bay chụp chụp bẹn nơi cai cổng sam xây rung nơi chụp than đôi chia cô xin mà đi về chợ đam cả nay vô mà đang cai chụp chụp bẹn là nông chất đấy nâng mua tha chụp chụp bẹn nông thùng nè hay lông tì bay nó cứ lông tật thay cai vô không là vô không chẳng mấy hà mình nuôi sạp tao mình cài tiền đi chẳng đó là hay mình nuôi thương ba bây giờ đau tơ tha mà đai và cài côn mau mình miên côn bây giờ đau nó cứ cài vô không nên sùng bay tại miền đa và cài bột mau mình ban chỉnh trăm cái đó có mua thằng ăn miên côn đó pro miền đa miền pro bây giờ thua buồn giang bà sân ta con bằng miền mây ta cả là nam một tình ta về kha nó cứ bót đại ban trôi chắc và đêm xong thấy không tây con nó là ban 10 khai pi khai đây có 7 khai nó cứ con vô chào nó ban ai là tụ bay con bậc cao mong mình ban chấp của con mua thằng con nam miền côn đai là cả tụ ai mơ khơi nó bật lư ngay con mình miền làm được thêm chỉnh trăm là côn prop tray có bật mét tay con miền pro miền thô nằm mà nói cô nó âm trai na cơ bản cao nó trái xanh nhiệt rồi có bom ôm đang chui trong đó con nói chỉ quân là miền cồn đai là cana tề kinh thắm mà đây và cao cồn mà mình bàn chấm chỉ mua thành mình men chiên lông là miền cồn ấy cana dân kinh chấm cứ chỉ mua tha ca dồn khó là ca dồn khó đó là chân cứ ao bị trôi kẹo nó cứ là lừng nghịch lừng ngông là từ ao bị chia đó là ao bị trôi kẹo nó cứ ao bị chia nó cứ ca lừng nghịch hay lừng ngông hòn là lừng nghịch nó ban này ham mơ mình khơi nâng mình score tin cái lại bọc luôn ai nhất là lừng nghịch là đào pe lừng ngông nó cứ mình chạy ở so hay tham chân cái prap ấy mình thơ tam là cái prap ấy mình thơ tam từ chơi cái chân đó nè người ta là nghịch hay là ngùng là nghịch là ngùng ấy cái prap ấy mình thơ tam đi là chân ai bị chia nữa prai thang máu là nghịch phong là ngùng hòm là chân đâu không prep Phật giáo na đấy cứ chlong là viên là chlong tầng lái cứ miệng buồn già là chlong bản Phật đó nè là Phật ở bên lồng tục đấy có cái đây nâng viên vật ở dòng xa tàu ban là tìm môi nó cứ sạch thiê giá tạ ra tết ô khem chân cứ lòng nào viên vật ở dòng xa viên vật ở chân cứ lòng lồng tàu ban đời sang sạch thiê nè lòng lồng tàu ban đời sang sạch thiê chân sạch thiê đấy cứ rộp mau rộp bằng pi nhiệt nhôm trên bị tiệt nè chân ca na tài chiên chân trên bị tiệt sầm đau mau vót nữa cứ ở trong một tháng nhiệt nhôm miền sạch thiê nè miền sạch thiê nè ao tại chân trang cần hai chân trang bị tiệt mau thơ đồng na mau nữa cứ nhiệt nhôm trong một tháng nhôm miền sạch thiê bảo sân tay nhiệt nhôm mình miền sạch thiê tê nhiệt nhôm mình ai tranh bị tiệt rồi tê là từ nấu đây ta nấu tiệt nấu ai chân cứ sạch thiê đấy cứ ca thơ đồng na chạm tranh bị tiệt sầm đáo mà nó bon cổ sào là nó bon cổ sào nằm đôi chia nhiệt nhôm nông nông pin như chân nâu bản đà khai chai một tia ho cần chơi màu đầu vật tăng cho xua đã chlong của màn phun của màn sọc của màn thái là chlong chai nát năng đã sang con nên sạch thiê không prăng cho ngang ngợp màu bay là màu pi cả lăng là ta mặt đông năng đôi lục chạy hay như thế là sạch là ngợp màu pi cả lăng màu bay nhân tàu là chia diêm là bay ba một đầu vật tăng cho là toàn phê đi năng ở trong một tha sạch thiê nó càng chưa chết được luôn này nó càng thơ tầm na chuông mà nó bần của sao đó nè hay trong này tivi nè
ចំណែកទី2នោះគឺអបមាតេនៈអនវੰណាអបមាតេនៈអនវੰនេះគឺឆ្លងវាវត្តសង្សារទៅបានគឺដោយសេចក្តីមិនប្រមាទណាឆ្លងវាវត្តសង្សារដោយសេចក្តីមិនប្រមាទឧទាហរណ៍អានខ្លួនឯងចេះណាដឹងច្រើនណាមើលងាយគេនៅអត់ចេះជាដើមហ្នឹងណាណាអញ្ចឹងនឹងគឺឈ្មោះថាប្រមាទនឹងមិនអាចឆ្លងនៅវាលវត្តសង្សារទៅបានទេណាហើយទី2អទី3គឺវិរិយៈទុក្ខមច្ឆយៈណាឆ្លងសេចក្តីទុក្ខទៅបានដោយសារសេចក្តីព្យាយាមចឹងញាតិញោមនេះកំពុងតែព្យាយាមហើយណាដេកត្រាំត្រែងក្នុងវត្តណាដេកត្រាំត្រែងហើយខំនមស្ការសមាទានសិលណាមានការឲ្យទានផងរក្សាសិលណារក្សាសិលផងណាមានការនមស្ការសមាទានសិលមានការសូត្រមន្តផងហើយនៅស្ដាប់ព្រះធម៌ទេសនានេះទៀតគឺបាននៅអានិសង្ស5ប្រការផងទៀតណាណាអញ្ចឹងគឺនេះឈ្មោះថាញោមមានសេចក្តីព្យាយាមណាអញ្ចឹងគឺវិរិយៈទុក្ខមច្ឆយៈហ្នឹងគឺឆ្លងនៅសេចក្តីទុក្ខទៅបានដោយសេចក្តីព្យាយាមណាចំណែកទី4ណាទី4គឺបញ្ញាយៈណាបញ្ញាយៈវិសុច្ឆតិណាបញ្ញាយៈវិសុច្ឆតិនឹងអញ្ចឹងការឆ្លងទៅបានណាឆ្លងដោយសេចក្តីបរិសុទ្ធមិនបរិសុទ្ធទៅបានដោយបញ្ញាណាឆ្លងដោយសេចក្តីបរិសុទ្ធមិនបរិសុទ្ធដោយបញ្ញារបស់យើងណាបញ្ញាយើងពិចារណាថាតើខ្លួនឯងសុខអត់ដឹងដោយខ្លួនឯងសុខមិនសុខដឹងដោយខ្លួនឯងបញ្ញាហ្នឹងគឺមានការត្រេះរិះពិចារណាដោយខ្លួនឯងណាសុខមិនសុខយើងដឹងថាក្នុងមួយថ្ងៃយើងគិតសេចក្តីល្អបានដងណាក្នុងមួយថ្ងៃយើងគិតណាសេចក្តីណារកវិធីឈ្នានីសគេបានដងណាក្នុងមួយថ្ងៃយើងគិតអំពើល្អបានដងអំពើអាក្រក់បានដងអញ្ចឹងការឆ្លងដោយសេចក្តីបរិសុទ្ធមិនបរិសុទ្ធនេះបានដោយបញ្ញាណាដោយបញ្ញាចឹងអាត្មាថ្ងៃនេះក៏លើករឿងមួយទៀតណារឿងការពិចារណានឹងមានភិក្ខុចំស័ក្តិណារៀបអាពាហ៍ពិពាហ៍រួចជួបនឹងព្រះអត់មាននៅមួយភរិយាតាមព្រះសម្មាសម្ពុទ្ធណាសូមបួសអញ្ចឹងគឺព្រះអង្គបួសណាបួសជាភិក្ខុបួសជាភិក្ខុណាបួសទៅគឺរៀនធម៌អត់ចេះប្រពន្ធនោះក៏ចេះតែមកបួសឲ្យសឹកណាអញ្ចឹងក៏ថ្វាយបង្គំព្រះអង្គសូមសឹកណាសូមសឹកព្រះអង្គថានាងនឹងពីអតីតជាតិមកនោះក៏ត្រូវធ្វើបាបភិក្ខុឯងដែរអញ្ចឹងភិក្ខុនឹងឮសូរអញ្ចឹងក៏ក្រាបថ្វាយបង្គំបពិតអង្គដល់ចម្រើនចុះពីរឿងអតីតជាតិរបស់ខ្ញុំព្រះករុណានោះយ៉ាងម៉េចដែរព្រះអង្គសូមព្រះអង្គសម្ដែងពីអតីតទានអតីតជាតិរបស់ខ្ញុំព្រះអង្គផងណាចឹងទៅក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រាប់ណាពីអតីតជាតិជាកន្លងយូរហើយណាជាច្រើនរាប់ជាតិមិនអស់ទៅខាងមុខនោះកាលនោះឯងគឺភិក្ខុឯងនឹងជាស្ដេចណាជាស្ដេចឈ្មោះណាឈ្មោះព្រះបាទអសុកៈហើយនាងដែលមកបង្ខំឲ្យភិក្ខុឯងសឹកហ្នឹងពីជាតិមុនជាភរិយារបស់ភិក្ខុឯងកាលនៅជាស្ដេចនោះឈ្មោះនាងឧបរីណាឈ្មោះនាងឧបរីកាលនោះគឺ
ព្រះរាជានិងអសុកៈនឹងគឺតែងតែស្រឡាញ់នាងឧបរីជាភរិយាខ្លាំងណាស់ក្រោយមកក៏នាងឧបរីនឹងធ្វើមរណកាលទៅនិងស្ដេចអសុកៈនោះក៏ធ្វើដាក់ជាឆ្នោតនឹងដាក់សពសាក់សពនាងឧបរីនឹងទៅលើកពូប្រាសាទនោះដាក់របស់ណានឹងកំអល់ឆ្អុយអញ្ចឹងទៅនឹងទុកក៏បានឃើញមុខហើយព្រះរាជាពេលដែលនាងឧបរីនឹងធ្វើមរណកាលទៅគឺមិនបានគិតខ្វាយខ្វល់អំពីប្រទេសទេគិតអំពីសង្វេគតស្លុតស្ដាយភរិយាភរិយាអាឡូភរិយាដែលបានស្លាប់ទៅហ្នឹងឯងចឹងទៅក៏មានតាបោះនៅក្នុងព្រៃតាបោះហ្នឹងគឺបានសម្រេចលោកីយឈានចេះហោះចេះហើរមានភ្នែកទឹកមើលឃើញមើលទៅក៏ឃើញព្រះរាជាហ្នឹងអសុកៈហ្នឹងកំពុងតែសោយសោកឲ្យមើលទៅភរិយារបស់ស្ដេចអសុកៈហ្នឹងនាងឧបរីហ្នឹងស្លាប់ទៅកើតជាកពងហើយហ្នឹងឯងឃើញព្រះរាជានៅតែសោយសោកចឹងទៅក៏តាបោះហ្នឹងក៏ប្រើឈានហោះមកនឹងអង្គុយលើដុំថ្មសិលាហ្នឹងមុខប្រាសាទហ្នឹងចឹងទៅព្រះរាជាក៏មើលឃើញតាបោះហ្នឹងគឺចុះមកយំផងអីផងចឹងទៅតាបោះហ្នឹងសួរបបិទ្ធព្រះរាជាតើព្រះអង្គសោកទួញសោករឿងអីទួញសោករឿងអីបបិទ្ធលោកតាបោះហើយខ្ញុំនេះទួញសោកព្រោះភរិយារបស់ខ្ញុំនេះស្លាប់ទៅចឹងហើយខ្ញុំស្ដាយមិនចង់ឲ្យនាងស្លាប់ទេចឹងតាបោះនោះថាសូមព្រះរាជាឈប់ទួញសោកទៀតទៅព្រោះនាងឧបរីនេះស្លាប់ទៅកើតជាកំពងញីហើយនាងមានប្តីទៀតហើយមានប្តីជាសត្វកំពងទៀតហើយសូមព្រះអង្គឈប់សោកទៅនាងឧបរីនោះកើតជាសត្វកំពងនៅក្នុងឧឈានរបស់ព្រះអង្គនេះឯងដល់ចឹងទៅតបថាព្រះរាជាថាបើមិនចឹងសូមលោកតាបោះនឹងជូនខ្ញុំទៅឲ្យឃើញតិចមើលចឹងតាបោះនោះក៏នាំព្រះរាជានឹងទៅមើលហើយក៏តាបោះនឹងច្អល់នេះគឺនាងឧបរីនាងឧបរីនៅពីក្រោយមុខនោះប្តីនាងឧបរីកំពងឈ្មោលណាចឹងទៅព្រះរាជាចង់ស្ដាប់សំឡេងរបស់កំពងញីឧបរីហ្នឹងតើលោកតាបោះជួយឲ្យខ្ញុំស្ដាប់បានទេចឹងតាបោះបានសម្រេចឈានលោកីយឈានចឹងទៅចឹងគាត់ដឹងហើយចេះប្រើភាសាសំឡេងសំឡេងនាងសត្វកំពងហ្នឹងឲ្យចេះនិយាយស្ដាប់ជាភាសាមនុស្សបានចឹងទៅគឺតាបោះហ្នឹងអ្នកសួរថាកំពងញីនេះជានាងឧបរីមែនហើយកំពងញីហ្នឹងក៏បានឆ្លើយថាខ្ញុំជានាងឧបរីតែខ្ញុំស្លាប់មកហើយខ្ញុំស្លាប់មកហើយចឹងនាងជាតិមុនជានាងឧបរីនោះនាងមានស្វាមីជាអ្វីទៅខ្ញុំកើតនៅជានាងឧបរីនោះជាមនុស្សលោកនោះជាមនុស្សស្វាមីរបស់ខ្ញុំស្ដេចអសុកៈស្ដេចអសុកៈហើយចុះនាងឃើញស្វាមីរបស់នាងនេះខ្ញុំឃើញហើយស្វាមីរបស់ខ្ញុំតែខ្ញុំកើតជាសត្វកំពងហើយខ្ញុំត្រូវការយកប្តីជាសត្វកំពងហើយខ្ញុំមានចិត្តណាឡោះឡៃមនុស្សលោកឯណាទៀតទេចឹងទៅមានតែខ្ញុំនឹងចង់បានឈាមបំពង់កស្វាមីស្ដេចអសុកៈនឹងយកមកលាបជើងប្តីកំពងរបស់ខ្ញុំផង
ដល់ពេលចឹងទៅស្ដេចអសុកៈនោះស្ដាប់ឮណាឮនាងកំពងឧបរីនឹងនិយាយចឹងទៅក៏មានសេចអស់នៅសេចក្តីអាឡោះអាល័យណាអស់នៅសេចក្តីអាឡោះអាល័យចឹងទៅក៏ប្រើដល់សេនាឲ្យយកសាកសពនោះទៅចោលដល់ចោលក្នុងព្រៃទៅនឹងអញ្ចឹងពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងកន្លែងដែលនាងឧបរីដែលកើតជាកំពងហ្នឹងណាថាចង់យកឈាមស្វាមីមនុស្សហ្នឹងណាចង់យកឈាមបំពង់កហ្នឹងយកទៅលាងជើងប្តីគេប្តីកំពងឈ្មោលហ្នឹងណាអញ្ចឹងពិភពហ្នឹងស្ដាប់កន្លែងហ្នឹងទៅក៏បានសម្រេចជាព្រះអរហន្តទៅលែងនឹកលែងនីអស់កលេសណាលែងចង់សត្វទៀតណានឹងរៀនធម៌ហ្នឹងក៏ចេះទៅចឹងគឺអង្គខ្ញុំគណៈអាត្មាភាពសម្ដែងធម៌នេះក៏រៀនយូរមកហើយដែរណាហើយលោកតាសុំចាំសឹកអត់ចឹងណាអត់ចាំសឹកទេណាកណានៅបានជាមួយកណាហ្នឹងហើយចេះធម៌ណាចឹងក៏អង្គខ្ញុំគណៈអាត្មាភាពសម្ដែងពធទេសនានៅវេលាគ្រាឱកាសនេះណាសម្ដែងអំពីការចូលឆ្នាំមហាសង្ក្រាន្តនិងប្រវត្តិរឿងធម្មបាលនិងកបិលមហាព្រំក៏សូមបញ្ចប់ត្រឹមនេះហើយនឹងការបន់ឆ្លងណាទេសនាបន់ឆ្លងគឺចប់ត្រឹមនេះតែឆ្លងគឺឆ្លងនៅថ្ងៃស្អែកចឹងការសម្ដែងធម្មទាននេះគឺសូមបញ្ចប់ត្រឹមនេះសូមប្រមាប្រមូលពូតផ្ដំនៅអត្ថមនោយផលនៃការអំពីធម្មទាននៅមេសទាននេះនៅទិដ្ឋណាជូនទៅដល់ដួងវិញ្ញាណខាងបុព្វការីជនរបស់ញាតិញោមដែលបានស្ដាប់នៅពធរបស់បានហើយដែលបានបូជានៅមេសទាននេះនឹងក៏សូមអន្ទើញជូនដល់ដួងវិញ្ញាណខាងបុព្វការីជនមានមេត្តាបិតាយាយតាជីដូនជីតាកុមារនិងញាតិកាយក្នុងសង្សារវត្តបានបែកកាយនៅខាងពីលោកនេះយោជាឲ្យក្តីឬថ្មីនៃក្តីក៏សូមអតិកសាលផលបុណ្យជូនដល់ដួងញាណខាងអលោកនៅទាំងអស់នោះដួងញាណខាងអលោកនៅទាំងអស់នោះស្ថិតនៅទីណាកន្លែងណាសូមបង្អោនទទួលអនុមោទនានៅធម្មទាននៅអមេសទាននេះថាបីដូចជារបស់នៃខ្លួនបើបានទទួលអនុមោទនាហើយគឺសូមឲ្យបានរួចផុតចាំទុកគ្រប់គ្នាម្យ៉ាងទៀតគឺសូមកសាលផលបុណ្យនៃការអំពីធម្មទាននឹងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរឆ្នាំថ្មីនេះនឹងទេវតាកោរាគៈទេវីណាកោរាគៈហ្នឹងបានន័យថារាគៈហ្នឹងគឺជាកលេសណាកលេសចឹងមិនថាមនុស្សលោកសបោកលេសច្រើនកាលណាសបោកលេសច្រើនហ្នឹងគឺតដើមណាតដើមចឹងទៅថាតដើមស្រីតដើមអីតដើមចឹងណាឆ្លុះគ្នាខំគ្នាច្រើនណាហើយសោយនៅល្ងប្រេងល្ងហ្នឹងគឺក្តៅទៀតណាហើយល្ងដាំបានឆ្នាំនេះណាអញ្ចឹងក៏សូមនឹងទេវតាឆ្នាំថ្មីគោណាព្រះនាមកោរាគៈទេវីណាជួយបីបាច់ថែរក្សាលោកយាយលោកតាដែលមានវិទ្យាជ្រះថ្លានឹងបុណ្យអានិសង្ស5ប្រការនេះតាមថែរក្សាលោកយាយលោកតាញាតិញោមក្រុមគ្រួសារទាំងអស់សូមឲ្យបានជួបតែសេចក្តីសុខសេចក្តីចម្រើនសូមឲ្យបានរួចផុតចាកទុក្ខគ្រប់គ្នាកុំបីឃ្លានឡើយយ៉ាងគឺជាតាំងសម្បត្តិឆន្ទៈសូមឲ្យសេចក្តីប្រាថ្នាយ៉ាងណារបស់លោកយាយលោកតាញាតិញោមសូមឲ្យបានសម្រេចដោយបំណងបងប្រាថ្នាយ៉ាងសង្ខេបពេលសមត្តាគ្រាឲ្យបន្តទេសនាក៏សន្មតថាចប់តែប៉ុណ្ណេះហើយអេវ៉ាំងព
បានពីអ្នកយីទូ ណា ចាំខ្ញុំជូនកាន់ទៅនោះមកខ្ញុំមកនេះមកអងគ្នាមក យ៉ាងក៏ជំនិតចិត្តចែងអាណិត ខ្ញុំចាំបាយកាមេរ៉ាមកចាំ កិនមេត្តាមានចិត្តអថ័យនឹងសន្តដងបានលើកលែងទុំកាត់នេះហើយអំណាចនៃសត្វជាតិទាំងធម៌នេះពីណាខ្ញុំសូមសមាទានរតនាត្រៃទីបងថ្ងៃយ៉ាងផងច្បាស់អ្នកថ្លៃដល់ជីវិតកិនប្រកាន់ដូចជាទាំងลุงเอาสาโดโมตนี នឹងកាមេរ៉ាត្រឹងតិច ខ្ញុំអនុមោទនាបងទៅជួយបងជួយដល់ដល់យាយតាអរគ្នាបានស្មើគ្នា ចាំខ្ញុំបានចេញទៅអាត្មា ก็ข่าวคนเนี่ยตะตุชิดาวกาสังกรคนเรื่องมามอกโนเป็นก็ បាន ตัดเตียนนางพรามเตียนนางจะเรียกได้พรามเตียนเนี่ยอ๋อเตียนกันพูนสักการะสังพรามละเก้าจะเรียกได้สักได้เปล่งออกลองเกิดรอเนี่ยอ๋อเปล่งออกจะพูนสักอะไรเต้พรามละเต้พอมารู้เรื่องพอเนี่ยอ๋อรู้กันคูณตั้งยาวและหางหอยกดสับตัดจุดหางสับใจอ๋อกดในปัญหาเนี่ยอ๋อกดกันคูณโตอาโมตนีมาถูกใจจุดนาตั้งจุดงานดีกว่าคูณโอ้แล้วก็มาคูณงานคูณยุบคูณงานให้ว่าลงเยอะลงตาโปรยเทียบบ้านสร้างตะไคร้เมื่อมาก้อนบ้านฉันถูกเยอะลงตาเป็นตัวแบบคูละตั้งหนึ่งวันนี้เอาที่ปีน้องเที่ยวเดียวกันบางทีนะ កាន់គេលើកាន់ อาจารย์เรียนการเราทำงานการพาการเป็นแบบนี้ไอ้เตียงโมเตียงนังห้องเตียงนังเยียบใจนังห้องโตตัดเทตาห้องโตเยียบแต่เจ้าลิงกระจายcon cây cực hoa tên na dương nhông chân ọt nia chiêm chặt tiên câu vật tư bao nhiêu ca cây ca chi tôn chi ca nhiệt tịch ca chân phật tôn phật anรับรู้ให้ใจไม่ใจน้องฟังตาวัดใจกองเทียนเลยกองปานตาเยียบใจยืนยงดังออกเนียกองเยียบใจยืนยงบานเราตัดใจตกจอโกมอนุโมทนีหาลัยประเกณฑ์คนพระพุทธเจ้ายอมประกาศนาโกมประวรนาที่พระองค์จะใจถึงโดยตามกระไปเวรบวันใจพระใจบรรดาใจเตนาธนาใจเสียงปัญญาใจการอวดดิ้งใจอย่างนู้นตามไปดูบอกว่านี่พระองค์พระตา
ធានញាតិកោអនុមោទនា đã kia này thế là một kia đi Lang thô đấy. Lực chỉ cung. nó chỉ có ngon hay ai một kia một chỉ có ngon một kia đấy không Bộ tích tên dây là dịch tích tên. Trong mười. thì tôi khẩn một tí mà khẩn chìm hiền ta xong ông ta xong lâu sắp săn bạc ó thì phải ọt bàn từng ọt đấy sắp săn ọt bàn từng ọt bạn nói cho mấy Ngay cái cái gì, mặt ngay cái gì. tôi mặt hot trên diện Ngay cái đứng, cái chết cái. thôi gì tụi Tôi khát nó bốc tích tiết mà. cho mặt hot hot lật trên trên mặt bán này năng chẳng còn đằng năng này còn đằng bán này bàn còn đằng cho chân nè còn đằng nó